បាទហើយនេះគឺជាសួតដំរីដែលបងប្អូនមួយចំនួនធ្លាប់បានដឹងបាទវាមិនមែនជាប្រភេទសាច់ដំរីណាបងប្អូនបាទសួតដំរីគេហៅអញ្ចឹងណាបងប្អូនបាទនៅខាងស្រុកខ្ញុំគេហៅអញ្ចឹងនៅពេលខ្ញុំឃើញហើយខ្ញុំក៏បានឡើងលើដើមឈើដើម្បីជួយរកឲ្យគាត់តែម្ដងចំពោះសួតដំរីនេះគេយកទៅធ្វើថ្នាំបងប្អូនបាទថ្នាំដូចជាថ្នាំអាលិសួតថ្នាំកើតបំរិញកើតលឿងកើតប្រមេះកើតអីចឹងទៅបាទតែខ្ញុំមិនដឹងថាប្រសិទ្ធភាពវាដល់កម្រិតណាទេតែបងស្រីគាត់បានឲ្យខ្ញុំជួយរកឲ្យគាត់ឮតពីគេថាវាដូចថាវាមានបកែស័ក្តិសិទ្ធិអីចឹងណាបងប្អូនបាទហ្នឹងបងប្អូនឥឡូវនេះយើងឡើងមកដល់កន្លែងដែលសួតដំរីនៅហើយបងប្អូនបាទនោះឃើញទេបាទនោះគឺសួតដំរីបងប្អូនបាទគឺថាខ្ពស់មែនតើបងប្អូនបាទមិនមែនទាបណាបងប្អូនឃើញទេនេះឃើញអត់អូឡើងលត់លងបងប្អូនអើយបាទអញ្ចឹងតោះឥឡូវយើងទៅកាត់សួតដំរីទាំងអស់គ្នាបងប្អូនបាទតោះយើងប្រញាប់ដែលវាថាខ្លាចសម្ោចអើលបងប្អូននៅក្នុងគឺសុទ្ធតែជាសម្ោចមកបងប្អូននៅក្នុងសួតដំរីហ្នឹងបងប្អូនមានសម្បុកសម្ោចច្រើនបាទហើយធំមែនតើបងប្អូនអាមួយនេះប្រហែលក្នុង5 6គីឡូបងប្អូនបាទតោះឥឡូវទៅកាត់ដល់គ្នាហត់មែនតើតោះបងប្អូនឥឡូវយើងទៅកាត់សួតដំរីដល់គ្នាបងប្អូនឃើញទេនោះឃើញអត់អូយខ្ពស់មែនតើបងប្អូននេះបាទញើតជើងហ្នឹងបាទអត់មានកន្លែងតោងទេណាបងប្អូនបាទតោះនេះក៏បិទយើងសម្រាប់កាត់ដល់ស្រួលបួលបងប្អូនបាទចូលខ្ញុំញ៉ាបដល់ហ្នឹងណាខ្ពស់មែនតើនេះឥឡូវបាច់កាប់បងប្អូនបាទធាក់ហ្មងអញ្ចឹងធាក់ក៏វាងាយធ្លាក់ជាងបាទតបងប្អូនឥឡូវសួរតម្រៃយើងធាក់តម្លាក់បាត់ហើយបងប្អូនបាទយកកបិតមកធ្វើអត់កើតព្រោះថាយើងអត់មានដៃតោងបងប្អូនបាទអញ្ចឹងសួរតម្រៃធ្លាក់ហើយឥឡូវយើងទៅមើលសួរតម្រៃនៅក្រោមអរគ្នាបងប្អូនដើម្បីយកទៅផ្ទះយកផ្ញើដល់បងស្រីនៅខាងខេត្តណាទេខ្ញុំភ្លេចបាត់ហើយចាំមើលដល់ផ្ទះខ្ញុំឆែកមើលឆាតតិចតោះឥឡូវយើងចុះទៅអរគ្នាបងប្អូនតោះអូវ៉ាវខ្ពស់មែនតើបងប្អូនអូយបាទស្រួលបួលបងប្អូនខ្លះគាត់ប្រកាសជាឆ្ងល់ហើយថាដើមឈើឬក៏រុក្ខជាតិដែលដុះនៅជាប់នឹងដើមកកាហ្នឹងអានឹងគេហៅអីគេបាទហ្នឹងគេហៅថាដើមប្រក់បងប្អូនបាទដើមប្រក់អាហ្នឹងគឺវាដុះវាលក្ខណៈវាដុះនៅរុំតបដើមឈើហ្នឹងហ្មងឲ្យតែមានដើមឈើបាទដូចជាមានថ្នាក់វាអញ្ចឹងបងប្អូនបាទឃើញទេអញ្ចឹងអាហ្នឹងយើងអាចហូបបានណាឆ្ងាញ់ណាបងប្អូនណាដើមប្រក់ហ្នឹងបាទគេយកបំពង់វាខ្ចីបាទខ្ចីបំពង់វាយើងទៅរសជាតិរបស់វាស្តៀងស្នាញបងប្អូនស្តៀងស្នាញតែមិនមែនស្នាញទេតែរូបរាងស្តៀងដើមស្នាញបេះបិទបងប្អូនមើលមកភ្នែកស្មានតែដើមស្នាញណាបងប្អូនបាទមែនទេវ៉ាយើងទៅយើងចង់រឹងនៅក្រោមដើមកោងកាំងហ្នឹងសួតតម្រៃនៅពីលើក្បាលបងប្អូនបាទអានេះគេហៅថារុក្ខជាតិសួតតម្រៃមិនមែនសួតតម្រៃបងប្អូនមិនមែនសួតតម្រៃសាច់សួតតម្រៃមិនមែនណានេះជាប្រភេទរុក្ខជាតិដូចជាប្រភេទបញ្ញាក្អែកដែរបងប្អូនជាប្រភេទបញ្ញាក្អែកដែរតែគាត់ថាវាគេហៅឈ្មោះវាមានឈ្មោះវាបញ្ញាក្អែកមានឈ្មោះមួយរបស់វាអញ្ចឹងទៅបាទជាងហៅថាវាសួតតម្រៃអញ្ចឹងទៅបងប្អូនបាទតោះណាបងប្អូនអានេះសួតតម្រៃដែលយើងកាត់មកពីលើមិញយើងធាក់មកពីលើមិញបងប្អូនបាទឃើញទេបាទរូបរាងបែបហ្នឹងបាទអញ្ចឹងយើងយកវាទៅត្រាំទឹកសិនបងប្អូនដោយសារតែមានសម្ោចក្នុងហ្នឹងបាទមានសម្ោចក្នុងច្រើនបងប្អូនឆ្ងល់ថាហេតុអីបានគេដាក់ឈ្មោះថាសួតតម្រៃយ៉ាងណាបងប្អូនបាទឥឡូវនេះកុំអាលឆ្ងល់ចាំខ្ញុំកាត់ឲ្យមើលបាទចាំដឹងថាដូចសួតអត់បាទតោះកាត់ឲ្យមើលសិនជុំនេះបងប្អូនឃើញដូចសួតទេអូស្មោចឃើញដូចសួតទេបងប្អូនឃើញទេបាទអញ្ចឹងសួតមិនគឺអញ្ចឹងបងប្អូនបាទខ្ញុំអត់ដែលឃើញសួតទេអត់ដែលឃើញសួតតម្រៃតែគាត់ថាខ្ញុំធ្លាប់ឃើញប្រភេទសួតដូចជាសួតសួតជ្រូកបាទសួតគោសួតក្របីអញ្ចឹងទៅបងប្អូនឃើញដូចហ៎បាទ 100% មកដូចគ្នាបងប្អូនបាទអញ្ចឹងគេដាក់ឈ្មោះថាសួតតម្រៃអត់ខុសហើយបងប្អូនដោយសារអីពាក្យថាតម្រៃមានថាវាធំដូច្នេះអាសម្បុកនេះគឺវាធំណាមានអាខ្លះមួយប្រព័ន្ធចូល10គីឡូ20គីឡូក៏មានដែរបងប្អូនបាទតែនេះទូចទេបាទហើយមានបងប្អូនណាចង់បានរុក្ខជាតិមួយប្រភេទនេះយកទៅដាំបងប្អូនខ្ញុំបេះឲ្យខ្ញុំកាត់ឲ្យបាទតែមិនដឹងថារស់ឬក៏អត់ទេបងប្អូនទេបាទដាក់តាមបានអាចទាំងងាប់បាត់ហ្នឹងមើលទៅបាទស្អាតណាស់បងប្អូនឃើញទេដូចកម្រងអញ្ចឹងអាហ្នឹងវារុំតបនឹងដើមសួតតម្រៃបងប្អូនរុំតបហ្នឹងបាទអញ្ចឹងស្រស់ស្អាតខ្លាំងមែនតើបងប្អូនឃើញទេបាទដូចកម្រងផ្កាអីមួយអញ្ចឹងណាហើយស្លឹករបស់វាបងប្អូនស្លឹករបស់វាដូចផ្លែបងប្អូនឃើញថ្លោះហើយបាទថ្លោះមែនតើបងប្អូនមូលដូចផ្លែអញ្ចឹងបាទឃើញទេមូលណាបងប្អូនអានេះមិនមែនសប៉ែតមិនមែនដូចថាមិនមែនលក្ខណៈជាស្លឹកលក្ខណៈដូចជា
អីមួយបងប្អូនមួយឃើញស្អាតមែនតើបាទបើសិនបងប្អូនចង់បានអាចប្រាប់ខ្ញុំបានតែតាមមើលទៅប្រហែលជាដាក់តាមឡាននេះអាចងាប់ហើយបងប្អូនបាទចឹងអាហ្នឹងយើងអាចចិញ្ចឹមយើងអាចដាំវាហ្នឹងនៅក្នុងថូមួយដល់ពេលដែលវាធំអញ្ចឹងទៅវាតម្លាក់អាខ្លួនរបស់វាមកដូចចម្រងផ្កាអីមួយមកអញ្ចឹងអាហ្នឹងជាប្រភេទចម្រងផ្កាអញ្ចឹងបងប្អូនជាប្រភេទអញ្ចឹងគេដាំដើម្បីលម្អអញ្ចឹងណាបងប្អូនបាទណាបងប្អូនឥឡូវនេះយើងយកសូត្រដំរីយើងទៅទេហើយបាទហ្នឹងហើយយកសូត្រដំរីយើងទៅទេហើយចាំជួបគ្នាវីដេអូក្រោយអ៊ីសម៉ូចចាំជួបគ្នាវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយអរគុណច្រើនបងប្អូនបាទ